ព័ត៌មានតារានិងកំសាន្តតាក់ទងនឹងថៃនរៈបេទូត្រូវគុំខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនចំណាយប្រពន្ធបញ្ជូនទៅកាន់មណ្ឌលកែប្រែនៅបន្សាបសាលាដំបងខេត្តបាត់ដំបងបានទម្លាយថាករណីអតីតតារាសម្ដែងថៃនរៈបេទូពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានតុលាការសម្រេចចេញដីកាឲ្យឃុំខ្លួនតារាសម្ដែងរូបនេះហើយប៉ុន្តែភរិយារបស់លោកនិងនារីម្នាក់ទៀតមិនត្រូវបានឃុំខ្លួនទេត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែនៅបន្សាបគ្រឿងញៀនអតីតតារាសម្ដែងនិងជាអតីតព្រះស្រីលេខ1ថៃនរៈបេទូបានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីក្រោយពីតារារូបនេះនិងបព្វពួកជាច្រើនអ្នកត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀនកាលពីលោកក៏មានភរិយានិងបព្វពួកមួយចំនួនផ្សេងទៀតផងដែរដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រពន្ធពីមន្ត្រីសាលាខេត្តបាត់ដំបងបានលើកឡើងថាអតីតតារាសម្ដែងនិងបព្វពួក3នាក់ផ្សេងទៀតត្រូវបានមន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្នក្រោមបទចោទប្រើប្រាស់និងជួញដូរគ្រឿងញៀននិងបើកការស្រាវជ្រាវលើស៊ើបអង្កេតបន្តមុនពេលបើកសវនាការកាត់ក្តីនៅថ្ងៃក្រោយចំណែកភរិយារបស់តារាសម្ដែងថៃនរៈបេទូគឺអ្នកនាងអោករតនពន្ធនាការភេទស្រីអាយុ27ឆ្នាំនិងឈ្មោះហ៊ុនម៉ាណេភេទស្រីអាយុ27ឆ្នាំត្រូវបានសម្រេចឲ្យធ្វើការបញ្ជូនទៅមណ្ឌលកែប្រែព្រោះតែអ្នកទាំងពីរត្រឹមពាក់ព័ន្ធលើករណីប្រើប្រាស់គ្រឿងញៀនទោះជាយ៉ាងណាករណីចោទប្រកាន់លើអតីតតារាសម្ដែងថៃនរៈបេទូនិងបព្វពួកនៅមិនទាន់កំណត់ថ្ងៃបើកសវនាការចំនួនជម្រះនៅថ្ងៃណានៅឡើយសូមរំលឹកថាអតីតតារាសម្ដែងថៃនរៈបេទូនិងបព្វពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី10ខែមករាឆ្នាំ2017នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោ The Sun Family បន្ទាប់ពីរកឃើញថាពួកគេបានប្រើប្រាស់រក្សាទុកនិងជួញដូរសារធាតុញៀនវត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីនចំនួន3ថង់ទម្ងន់ 0.88 ក្រាមឧបករណ៍ពុម្ពសម្រាប់កែច្នៃថ្នាំញៀនអេកស្តាស៊ីចំនួន2ថ្នាំអំពូលដែលអាហ្សេប៉ាមចំនួន2អំពូលថ្នាំគ្រាប់ហ្សេប៉ាមចំនួន16បន្ទះនិងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត